រដ្ឋប្រមាណជា4000នាក់នៅខេត្តពោធិ៍សាត់ទទួលសេវាព្យាបាលជំងឺដ៏ឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោធីដានៅព្រឹកថ្ងៃទី3ខែឧសភាឆ្នាំ2025ប្រជាពលរដ្ឋប្រមាណជាង4000នាក់បានទៅទទួលសេវាពិនិត្យនិងព្យាបាលជំងឺទូទៅដ៏ឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដឹកនាំដោយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោស្ថិតនៅវិទ្យាល័យព្រះមរូស្រុកបាកានខេត្តពោធិ៍សាត់មានប្រសាសន៍សំណេះសំណាលមុនពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋលោកជំទាវបណ្ឌិតបានពំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវាឱកាសនេះលោកជំទាវបណ្ឌិតបានមានប្រសាសន៍ថានេះជាលើកទី7ហើយសម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ហើយក្នុងអាណត្តិថ្មីនេះសម្ដេចធិបតីហ៊ុនម៉ាណែតបានយកចិត្តទុកដាក់និងជំរុញវិស័យសុខាភិបាលផ្នែក ICU ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទៅដល់ភូមិឃុំរបស់ពួកគាត់ជាក់ស្ដែងនៅក្នុងឱកាសនេះលោកជំទាវបណ្ឌិតបានដឹកនាំក្រុមគ្រូពេទ្យជំនាញជាង400នាក់ចុះមកព្យាបាលជូនលោកយាយលោកតាអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋប្រកបដោយស្នាមញញឹមលោកជំទាវបណ្ឌិតបានបន្ថែមថាការចុះមកព្យាបាលនាថ្ងៃនេះរួមមានជំងឺទូទៅជំងឺមាត់ធ្មេញពិនិត្យអេកូនិងរោគស្ត្រីជំងឺបេះដូងជំងឺភ្នែកវះកាត់តូចជំងឺឫសដុំបាតជំងឺសន្លាក់ជំងឺសើស្បែកជំងឺត្រចៀកច្រមុះបំពង់កថតកាំរស្មីពិនិត្យឈាមហើយបើមានអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរនឹងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភទាំងស្រុងពីសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យនិងព្យាបាលសុខភាពនេះឱកាសនេះមានសរុបចំនួន4336នាក់ស្មើនឹង6998ករណីនិងបញ្ជូនមកព្យាបាលបន្តចំនួន58ករណីបានសម្ដែងនៅក្តីសប្បាយរីករាយនិងគោរពថ្លែងអំណរគុណជាអាណែចំពោះលោកជំទាវបណ្ឌិតនិងសម្ដេចទាំង3ក្នុងការផ្ដល់ឱកាសដ៏វិសេសវិសាលចូលមកព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថវិកាអ្វីទាំងអស់ថែមទាំងយកចិត្តទុកដាក់ក្នុងការព្យាបាលថែមទៀតផង